រឿងនិទានតាក់ទងនឹងស្រុកចន្ទ្រាមានដំណាលពីរផ្សេងគ្នាទី1កាលពុំទាន់មានស្រុកចន្ទ្រាការគ្រប់គ្រងរដ្ឋបាលគឺស្រុកស្វាយទាបជាអ្នកទទួលខុសត្រូវនិងដឹកនាំគ្រប់គ្រងឈ្មោះចន្ទ្រាគឺយកតាមឃុំមួយឈ្មោះឃុំចន្ទ្រាដែលបង្កើតឡើងនៅឆ្នាំ1919ដោយឃុំនេះជាតំបន់វាលហ៊ុំព័ទ្ធទៅដោយបឹងបួរជុំវិញនិងមិនមានដើមឈើអ្វីមួយគួរឲ្យកត់សម្គាល់ឡើយពេលបារាំងចុះពិនិត្យភូមិសាស្ត្រក្នុងការបង្កើតឃុំដោយផ្លូវឆ្ងាយពិបាកក្នុងការវិលត្រឡប់មកប៉ុស្តិ៍រដ្ឋបាលស្វាយរៀងជំនាញការរូបនោះក៏ស្នាក់នៅភូមិប្រជាជនមួយយប់ជាមួយនឹងអ្នកយាមនិងមេស្រុកដោយរដូវនោះជារដូវប្រាំងមេឃស្រស់ឡាស់ល្អបារាំងនិងមេស្រុកបានក្រឡេកមើលទៅលើមេឃឃើញតែផ្កាយនិងព្រះច័ន្ទពេញបរមីបញ្ចេញរស្មីល្អប្លែកពីធម្មតាដែលធ្វើឲ្យបារាំងនិងមេស្រុកនិងអ្នកភូមិនៅទីនោះភ្ញាក់ផ្អើលគ្រប់គ្នានឹងនាំគ្នាកយគន់មើលព្រះច័ន្ទរហូតទាល់ភ្លឺនិងអ្នកភូមិខ្លះក៏បានបន់ស្រន់ទៅតាមជំនឿរៀងខ្លួនជីតាលោកចិនសាធានក៏ធ្លាប់និយាយប្រាប់លោកពីរឿងនេះដែរពេលត្រឡប់មកវិញមេស្រុកស្វាយទាបបានសុំយោបល់បារាំងដោយដាក់ឈ្មោះឃុំនោះជាឃុំចន្ទ្រាដើម្បីជាការរំលឹកពីអនុស្សាវរីយ៍រវាងបារាំងមេស្រុករួមនឹងអ្នកស្រុកក៏ដាក់ឈ្មោះថាឃុំចន្ទ្រារហូតមកចំពោះភូមិចិនតคล้ายមកពីពាក្យសែនតដោយអ្នកភូមិខ្លះដែលជាប់ខ្សែស្រឡាយយួនចិនពីដើមស្រឡាញ់គ្នាហើយនាំគ្នាទៅសែនព្រេននៅទីនោះតទើបគេហៅថាភូមិសែនតខ្លះហៅថាភូមិចិនតទើបជាប់ងារជាភូមិសែនតរហូតដល់បច្ចុប្បន្នបើតាមដំណាលនិទានពីចាស់ព្រឹទ្ធាចារ្យដែលរស់នៅភូមិនោះនិងព្រះគ្រូចៅអធិការវត្តចន្ទ្រាព្រះនាមតូចតៃមានព្រះជន្ម92ព្រះវស្សានៅឆ្នាំ1983លោកព្រឹទ្ធាចារ្យមុកសឹមក៏លោកធ្លាប់ស៊ើបសួររឿងនេះដែរក្នុងអំឡុងពេលគាត់ចុះស្ដារដីបង្កើតឃុំនៅឆ្នាំ1983នៅឆ្នាំ1968តំបន់រដ្ឋបាលមេថ្ងកត្រូវបានបង្កើតជាស្រុកនិងផ្ដល់ឈ្មោះជាស្រុកចន្ទ្រាតរៀងមកដោយយកតាមឈ្មោះនិងលំនាំឃុំខាងលើទី2តាមលោកសំថាអភិបាលស្រុកស្វាយទាបមានកូនសេនាបតីក្នុងវាំងម្នាក់ឈ្មោះអឹមបានកែនទ័ពនិងតាំងខ្លួនជាស្ដេចបោះទីតាំងនៅភូមិបោះឃុំមេថ្ងកមានសម័យពេលមួយនោះប្រជារាស្ត្រមានការគោរពកោតខ្លាចបានយកផ្លែស្វាយទុំ3ទៅថ្វាយក្រោយពីសោយរួចព្រះអង្គអឹមបានទម្លាក់គ្រាប់ស្វាយទៅក្នុងអូរហើយឧទ្ទិសថាបើខ្លួនពិតជាមានបុណ្យមែនសូមឲ្យគ្រាប់ស្វាយនេះអណ្ដែតទឹករសាត់ទៅដុះរៀងគ្នាលុះជេរកាលក្រោយមកគេឃើញដើមស្វាយ3ដើមដុះរៀងគ្នានៅទូលមួយបច្ចុប្បន្នទឹកដីវៀតណាមហៅថាកោរសាយស្រុកដឿកវេខេត្តឡុងអានខេត្តកោះឫស្សីពីបុរាណអំណះក្រោយមកមានឈ្មោះថាស្វាយរៀងក្រោយពីនោះមានទ័ពចិនឬជាទ័ពម៉ុងហ្គោលឈ្លានពានដល់តំបន់នោះស្ដេចអង្គអឹម
បានកសាងស្ពានចំឡងទ័ពបច្ចុប្បន្នហៅថាស្ពានតាអឹមនៅភូមិដីក្រហមឃុំមេះថ្ងក់ស្រុកចន្ទ្រាចេញទៅបង្ក្រាបទ័ពចិនឈ្លានពានពេលទៅដល់ទ័ពចិនដកថយអស់មិនអាចទ្រាំទ្រនៅពេលដែលទ័ពខ្មែរវាយបកតំបន់នេះចន្ទ្រាបច្ចុប្បន្នចិនបានវាយតបតវិញគេហៅថាចិនតគួបផ្សំជាមួយនឹងទឹកមានរសជាតិជូរមុខច្រើនធ្វើឲ្យទ័ពចិនរានិងដកថយទើបហៅថាចិនរាក្រោយមកคล้ายជាចន្ទ្រាតរៀងមក